អូនយ៉ាប់ឈប់សិនអូនយ៉ាប់អត់ជឿមិនណេះអូនទីថ្ងៃនេះណាយើងតែ3នាក់នេះគឺត្រូវមានម្នាក់ជាអ្នកមានលៀបមានភ័ព្វសំណាងហើយមកឡើងចឹងមកអូនណូគឺថាបើសិនជាមិនអូនណូទេឡើងបើក៏អូនទាវហើយបើសិនជាមិនមែនអូនទាវទេក៏កិច្ចច្រាប់ខ្ញុំនេះដែរជាអ្នកមានសំណាងគឺចាឯងចឹងពុតណាកុំដាក់តាមខ្ញុំទៅបាយឯងមិនជាមនុស្សខ្ញុំឈប់ហមម៉ាននេះទៅដែរណែឯមកណែលោកម្ចាស់ខ្ញុំជាមួយស្រីនោះអត់មានតាក់ទងជាមួយគ្នាទេលោកម្ចាស់កុំយកទោសបែកខ្ញុំឲ្យលោកម្ចាស់យើងមិនយកទោសអីឯងទេយើងបានប៉ៅកងប៉ៅខ្មុកចិត្តមួយនគរទៅហើយតើនៅត្បូងឃុំនេះមានកូនក្រមុំអ្នកណាស្អាតដូចគេដែរទេអូយអញ្ចឹងឯងទេឲ្យលោកម្ចាស់កុំមកបែកអើយបាទនិយាយពីរឿងស្រីស្អាតវិញនៅមកពោជើងខាខេត្តត្បូងឃុំនេះគឺមានតែនាងទាវម្នាក់ទេដែលស្អាតដាច់គេនៅមិនថាចាស់ក្មេងទេគឺនាំគ្នាទៅប្រឡំសុំស្នេហ៍នាងគ្រប់គ្នាតែនាងបានភ្ជាប់ពីជាមួយនឹងលោកម្ចាស់មើលងួនកូនលោកអុកញ៉ាអជូនបាត់ទៅហើយលោកម្ចាស់មិនបាច់បារម្ភទេគ្រាន់តែរឿងកាប់ភ្ជាប់ពីនឹងថ្លៃចំនួនកំពេចកំប៉ុកគ្មានបញ្ហាទេសំខាន់គឺត្រូវបំពេញតាមព្រះរាជបំណងរបស់ព្រះរាជាឲ្យបានលោកមេតតសំជើញលោកមេតតយើងដឹងថាទាវជាស្រីរូបស្អាតអ្នកណាក៏ប្រាថ្នាចង់បានគ្រប់គ្នាគ្រាន់តែរឿងភ្ជាប់ពីប៉ុណ្ណឹងចង់ផ្ដាច់ពេលណាក៏បានគ្មានបញ្ហាទេតើជ្រើសរើសយកមួយណាចង់ជ្រកអាចជំនឿឬក៏ចង់ឡើងអង្គុយលើគ្រែស្នែងដឹងទេថាការជំទាស់នឹងព្រះរាជបញ្ជាមានទោសប៉ុណ្ណាដែរទេឬមួយក៏ចង់សាឡបងកុំគិតច្រើនពេកខ្ញុំឲ្យសៅមកចិត្តថាយើងទៅបានល្អហើយរូបសម្ផស្សយើងមានតម្លៃនឹងជួយជំរុញឲ្យយើងមានភ័ព្វវាសនាខ្ពស់ហើយក៏ចាក់ឆ្ងាយពីមិនងួនទៀតអ៊ំស្រីសូមអ៊ំស្រីជើញធ្វើដំណើរទៅឲ្យបានសុខណាអ៊ំពេលអ៊ំនៅមើលផ្ទះសម្បែងបានល្អផងបាទគេច្រាប់ចាស់លោកអ៊ំចេញតែបានសោកតោះកូនដល់ពេលហើយ
លោកម្ចាស់លោកជំទាវសូមលើកទោសឲ្យខ្ញុំផងតែខ្ញុំត្រូវអាប់អន់កិត្តិយសកូនខ្ញុំត្រូវខូចចិត្តហេតុអីក៏ត្រូវមកជួបនឹងរឿងក្តៅក្រហាយបែបនេះដោយសារតែការមិនទទួលខុសត្រូវលោភលន់និងមាសប្រាក់បនស័ក្តិកិត្តិយសលោកម្ចាស់អរជូននិងលោកជំទាវរឿងដែលកើតឡើងគឺព្រះរាជបញ្ជាដែលនាងខ្ញុំមិនអាចបដិសេធបានសូមទានមេត្តាអធិស្ឋានផងចុះព្រះរាជបញ្ជាហើយចុះអ្នកបានសម្រេចចិត្តលើកនាងទាវឲ្យទៅកូនងុនទៅហើយមិនក៏មិនប្រាប់លោកមេតបទៅថាកូនមានគូទៅដឹងទៅហើយបានហើយលោកប្តីអ្នកឈប់យំទៅណាអ្នកយំធ្វើអីទឹកភ្នែកមិនអាចលុបលាងកំហុសបានទេហើយលោកប្តីមិនគិតពីតំណែងជាច្បាយខែទេព្រោះតែគិតនឹងហើយបានជាសុខចិត្តមកទទួលយកការអាម៉ាស់បែបនេះអូអ្នកទូមកដល់ហើយនោះបំភ្លេចចោលទៅកូនមិនខ្វះទេក៏បំខិតត្បូងឃ្មុំមានកកូសូមក្រាបថ្វាយបង្គំព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងតាមព្រះរាជបញ្ជាទូបង្គំជាខ្ញុំសូមព្រះរាជអនុញ្ញាតនាំអ្នកនិងកូនស្រីចូលគាល់ក្រាបទូលឲ្យចូលមកចោះកណាថ្លៃវិសេសសូមទ្រង់មេត្តាប្រោសខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំក្រាបទូលល្អហើយនេះជាកូនស្រីមែនទេព្រះពរម្ចាស់ដោយតែលោកមេតបពុទ្ធសាសនាប្រាប់ថាស្អាតផុតអស់ស្រីនាងនេះពិតជាស្អាតហើយដាច់គេមែនញឹមតិចតិចខ្ទិះមើលទៀតនាងក្រោកឈរឡើងបន្តិចទៅមើលព្រះពរម្ចាស់ខ្ទិះក្រោកបាច់ចំក្រោកខ្ទិះព្រះពរម្ចាស់ក្រោកហើយយើងមានស្រីស្នំច្រើនអ្នកតែប្រៀបមិនបាននឹងទាវឡើយសំណាងល្អដែលពួរជើងខាលមានកំមុំរូបស្អាត